អត្ថបទស្ដាប់រឿងឃាតកៈទាំង7ថ្ងៃនេះលោកមេឃុំរៀបនឹងចេញទៅប្រជុំស្រាប់តែភ្នាក់ងារមជ្ឈមណ្ឌលសុខភាពមកអញ្ជើញលោកទៅចូលរួមប្រជុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងភូមិគាត់ស្ដីអំពីការចាក់ថ្នាំបង្ការជំងឺផ្សេងៗមេឃុំប្រកែកថាគាត់មិនអាចទៅបានទេព្រោះគាត់ជាប់ប្រជុំសំខាន់ជាមួយក្រុមប្រឹក្សាឃុំស្ដីអំពីការអភិវឌ្ឍផ្លូវថ្នល់នៅក្នុងសហគមន៍ភ្នាក់ងារមជ្ឈមណ្ឌលសុខភាពតបវិញថាការប្រជុំគ្នាស្ដីអំពីការចាក់ថ្នាំបង្ការជំងឺគឺសំខាន់ជាងការប្រជុំរបស់លោកទៅទៀតការប្រជុំនេះគឺនៅក្នុងបន្ទប់ដ៏ងងឹតមួយលោកប្រធានតេតាណូសក៏ផ្អៀងញាក់ញាក់ដើរចូលក្នុងបន្ទប់ស្រែកថាឯណាសមាជិកទាំងអស់ថ្មើរនេះហើយនៅមិនទាន់មកប្រជុំគ្នាទៀតនាងខាន់ស្លាក់ក៏ឡើងក្រហមរងាលឆ្លើយថាខ្ញុំមកទាន់ពេលរាល់លើកព្រោះខ្ញុំមិនសូវមានការងារធ្វើទេឥឡូវគេនាំគ្នាចាក់ថ្នាំបង្ការអស់ហើយនាងក្អកមាន់ក្អកខេះខេះតបថាខ្ញុំក៏ដូចជាខាន់ស្លាក់ដែរពិបាកណាស់ចម្លងមេរោគមិនបានទេលោកកញ្ជ្រិលខ្លួនឡើងកន្ទុលរវាមនិងលោកស្វិតដៃជើងចូលមកដល់អ្នកទាំងពីរនិយាយដូចគ្នាថាបានជាខ្ញុំមកយឺតព្រោះខ្ញុំរវល់ចម្លងរោគនៅក្នុងភូមិមួយដែលមានប្រជាជនច្រើនមិនយកកូនទៅចាក់ថ្នាំបង្ការអ្នកស្រីអសន្តរោគឈរច្រត់ចង្កេះនិយាយថាខ្ញុំក៏អញ្ចឹងដែររដូវនេះជារដូវក្តៅជាឱកាសដែលខ្ញុំត្រូវចម្លងជំងឺបើខ្ញុំដឹងថាមានអ្នកមិនបានទៅចាក់ថ្នាំបង្ការខ្ញុំចម្លងមេរោគភ្លាមអំបាញ់មិញខ្ញុំចម្លងជំងឺទៅក្មេងៗបាន 3-4 នាក់ក្នុងនោះក្មេងម្នាក់បានស្លាប់ហើយឯម្នាក់ទៀតចិត្តដាច់ខ្យល់ស្លាប់លោករបែងក្អកខេះខេះឡើងរាយការណ៍ថាខ្ញុំរវល់ណាស់មានភូមិ 3-4 នៅតំបន់ដាច់ស្រយាលគ្មានអ្នកណាចាក់ថ្នាំបង្ការនោះសប្តាហ៍ថ្ងៃនេះខ្ញុំកំពុងចម្លងរោគរបេងនៅទីនោះលោកប្រធានតេតាណូសធ្វើការបូកសរុបថាល្អណាស់ឥឡូវនេះយើងពិបាកចម្លងជំងឺណាស់ព្រោះមានថ្នាំបង្ការស្អីនោះយើងប្រហែលជាស្លាប់ដូចបងអុតធំអញ្ចឹងដែរខ្ញុំសូមប្រាប់ទៅអ្នកទាំងអស់គ្នាថានៅទីក្រុងគេនាំកូនចៅចាក់ថ្នាំបង្ការអស់ហើយដូច្នេះយើងត្រូវនាំគ្នាសម្រុកទៅជនបទវិញពិសេសនៅតំបន់ដាច់ស្រយាលព្រោះនៅទីនោះមានកុមារមិនទាន់ចាក់ថ្នាំបង្ការជាច្រើនឥឡូវយើងមានសមាជិកថ្មីគឺលោកប្អូនអេតជំងឺនេះមិនទាន់មានថ្នាំបង្ការនៅឡើយដូច្នេះលោកប្អូនត្រូវចម្លងឲ្យបានច្រើនលោកមេឃុំស្ដាប់ហើយលាន់មាត់ថាអូគួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំនឹងទៅចូលរួមសំណួរ1តើភ្នាក់ងារមជ្ឈមណ្ឌលសុខភាពទៅផ្ទះលោកមេឃុំដើម្បីអ្វី2តើលោកមេឃុំយល់ព្រមឬទេហេតុអ្វី3តើភ្នាក់ងារមណ្ឌលសុខភាពនិយាយអំពីរឿងអ្វីប្រាប់លោកមេឃុំ4តើរឿងនេះមានតួអង្គប៉ុន្មាននាក់តួអង្គអ្វីខ្លះតើតួអង្គទាំងនោះមានភារកិច្ចអ្វី5តើជំងឺទាំង7មុខមានអ្វីខ្លះ6តើគេបង្ការជំងឺទាំង7មុខបានដោយសារអ្វី